កែស្រីឈ្មោះស៊ឺយ៉ាលូកំពុងឆាប្រហុកសាច់ចិញ្ច្រាំដែលជាម្ហូបស្រុកកំណើតគាត់ពិតៗឯម្នាក់ដែលកំពុងទទួលភ្ញៀវខាងក្រៅគឺជាស្វាមីគាត់ឈ្មោះស៊ឺជីនម៉ោមើលទៅពួកគាត់មានអាយុមិនតិចឡើយតែតាមពិតគាត់មានកូនស្រីមួយអាយុ8ឆ្នាំប៉ុណ្ណោះគាត់ដប់ខ្ញុំទៅវត្តគាត់ដប់នាងទៅវត្តគាត់សួរខ្ញុំថាទៅណាខ្ញុំថាទៅវត្តស៊ុយក្រោយមកគាត់សួរខ្ញុំថាទូរស័ព្ទអ្នកលេខប៉ុន្មានខ្ញុំប្រាប់ថាខ្ញុំមិនដឹងទេអ្នកសួរច្រើនធ្វើអីឆ្នាំនោះអ្នកស្រីស៊ឺយ៉ាលូអាយុ38ឆ្នាំមកធ្វើជាអ្នកថែរក្សាមនុស្សចាស់ពេលជិះតាក់ស៊ីក៏បានជួបស្វាមីគាត់ពេលឃើញលូមស្នេហ៍ទៅលើគាត់តែពេលនោះបរោះស្នេហ៍តែស្រីមិនស្នេហ៍ឡើយប៉ុន្តែបានស្គាល់គាត់ហើយទើបយល់ថាស្វាមីគាត់ជាមនុស្សទៀងត្រង់ដឹងគុណម៉ែឪទើបកែប្រែគំនិតគាត់ពេលនិយាយស្ដីគាត់មិនចេះប៉ះដៃប៉ះជើងស្ទាបនេះស្ទាបនោះហើយមើលទៅគាត់ចេះដឹងយកចិត្តទុកដាក់នឹងម្ដាយដឹងគុណម្ដាយពេលគាត់រៀបការមានអាយុ39ឆ្នាំឯស្វាមីគាត់អាយុ52ឆ្នាំពេលអាយុ42ឆ្នាំទើបមានផ្ទៃពោះគាត់មិនខ្វល់ពីខ្លួនវ័យចំណាស់មានគ្រោះថ្នាក់ទីបំផុតក៏បង្កើតកូនស្រីដ៏មានសុខភាពល្អនេះពិតជាកាដូដ៏ល្អមែនសម្រាប់ពួកគាត់លាងចានបោសសម្អាតធ្វើម្ហូបទទួលភ្ញៀវប្រមូលតុនាងធ្វើបានច្រើនម្ល៉េះមិនជឿទេពិតមែនកូនស្រីគាត់មិនត្រឹមតែចេះដឹងចរិតក៏កាត់ទៅខាងម្ដាយគេដែលរស់រាយពិតជាមានទេពកោសល្យខាងសម្ដែងហាងម្ហូបថៃនេះបើកនៅណានស៊ឺរយៈពេល8ឆ្នាំថៅកែស្រីគ្រប់គ្រងទាំងស្រុងម្ហូប60មុខជាងសុទ្ធតែពឹងលើថ្វីដៃគាត់ទាំងអស់ព្រមទាំងចរិតឌូរេរបស់គាត់បានតាក់ទាញភ្ញៀវកម្មករនិងសិស្សជាច្រើនហើយថែមទាំងជាភ្ញៀវដែលគាំទ្រធ្វើឲ្យហាងនេះល្បីតាមការផ្សព្វផ្សាយបន្តគ្នាប្រិយប្រពន្ធទាំងពីរនេះធ្វើដោយទឹកចិត្តរីករាយជួយគ្នាទៅវិញទៅមកហើយមានសុភមង្គលតទៅមុខទៀត